មេម៉ាយចំណាយមួយញាតនៅតែប្រើដាស់លើគ្រាន់តែគាត់ធ្លាប់រៀបការម្នាក់វិភាគស្រីអញ្ចេះស្រីអញ្ចោះទាំងបានមិនដឹងរឿងផងគេយល់ព្រមដោះលែងគ្នាហើយមានតែស្របតាមការសម្រេចភាគីសងខាងទៅមាសសុតមិនខ្លាចភ្លើងអូនស្រីនោះប្រកាសស្វែងរកយុត្តិធម៌ជូនខ្លួនឯងទម្លាយផុសតាំងខ្លួនបានរៀបការម្ដងមែនឆ្នាំ2023តែលែងលះគ្នាតាមផ្លូវច្បាប់ដាច់ស្រេចអស់ហើយក្រោយគេថាខ្លួនជាស្រីមិនល្អដោយពោលថាដើម្បីជំរះមន្ទិលសង្ស័យពីសំណាក់មហាជនក៏ដូចជាអ្នកលេងនៅក្នុងបណ្ដាញសង្គមដែលចុះផ្សាយគ្មានមូលដ្ឋានច្បាស់លាស់គណនី Facebook ឈ្មោះស្រីនោះដែលបងប្អូនស្គាល់ថាជាគូដណ្ដឹងរបស់លោកបូភត្រាក៏បានសរសេរសារបង្ហោះដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំសូមលើកយកកិត្តិយសរបស់នាងខ្ញុំមកបកស្រាយការពិតដោយទំនួលខុសត្រូវនិងយុត្តិធម៌នេះមិនមែនជារឿងប្រទេសជាតិឬបញ្ហាព្រំដែនឡើយនាងខ្ញុំក៏មិនចង់បំពុលសង្គមដើម្បីវែកញែកបន្តទៀតដែរប៉ុន្តែដើម្បីការពារភាពស្អាតស្អំនិងតម្លៃសម្រាប់នាងខ្ញុំនិងបងប្អូនក្រុមគ្រួសារនាងខ្ញុំសូមបកស្រាយទៅកាន់គណនី Page និងសារព័ត៌មានដែលកំពុងលាបពណ៌និងចាប់ប្រកាន់គ្មានមូលដ្ឋានមកលើនាងខ្ញុំសូមបងប្អូនស្ដាប់អ្វីដែលចេញពីសម័យខ្លួនមុនធ្វើការវិនិច្ឆ័យចំពោះរឿងអតីតកាលនាងខ្ញុំពិតជាបានរៀបការនៅឆ្នាំ2023ពិតប្រាកដប៉ុន្តែយើងទាំងពីរបានព្រមព្រៀងលែងលះបញ្ចប់ដោយសន្តិវិធីដោយសារការរស់នៅមិនចុះសម្រុងគ្នាខ្ញុំក៏បានប្រកាសជូនដំណឹងជាសាធារណៈផងដែរខ្ញុំឃើញសំណេរមួយដែលកំពុងលាបពណ៌បើប្រយោលបំផ្លើសការពិតសូមអ្នកចេញមកបកស្រាយព្រោះអ្នកកំពុងធ្វើឲ្យមហាជនបានចោទប្រកាន់មកលើរូបនាងខ្ញុំតើអ្នកកំពុងនិយាយពីអ្នកណាដើម្បីអ្វីតើអ្នកដែលបង្ហោះទទួលបានព័ត៌មានមកពីណាខ្ញុំមិនដែលស្គាល់អ្នកសោះអ្នកត្រឹមជាអ្នកក្រៅហើយអ្វីដឹងច្បាស់រឿងផ្ទៃក្នុងគ្រួសារអ្នកដទៃសូមជម្រាបទៅកាន់បងប្អូនថានាងខ្ញុំមិនមានសញ្ជាតិបរទេសទេនាងខ្ញុំមានសញ្ជាតិខ្មែរតែមួយគត់ជីវិតគូនាងខ្ញុំធ្លាប់រៀបការតែម្ដងគត់នាងខ្ញុំមានការងារត្រឹមត្រូវមិនប្រព្រឹត្តទង្វើខុសច្បាប់ឬដើរបោកប្រាស់អ្នកណាទេរឿងអតីតកាលអ្នកដឹងច្បាស់មានតែអតីតនិងក្រុមគ្រួសារគាត់ទេពដឹងច្បាស់ថាតើខ្ញុំបានទៅដើរប្រមូលលុយមាសពេជ្រអចលនទ្រព្យឬបានទទួលចំណងដៃមួយកាក់មួយសេនឬទេមុនបញ្ចប់ចំណងអាពាហ៍ពិពាហ៍យើងបានឡើងតុលាការស្របច្បាប់ត្រឹមត្រូវប្រសិនបើខ្ញុំពិតជាមនុស្សបោកប្រាស់មែននេះតើអាចមានការបញ្ចប់ដោយមានការព្រមព្រៀងដោយសន្តិវិធីឬទេចំពោះរឿងបច្ចុប្បន្នជាមួយបងភក្ត្រាមុនភ្ជាប់ពាក្យគាត់ក៏បានដឹងនិងទទួលយកអតីតកាលរបស់នាងខ្ញុំដែរការបញ្ចប់ចំណងភ្ជាប់ពាក្យនេះតាមការសម្រេចចិត្តទាំងសងខាងដោយដែលយើងទាំងពីរបានប្រកាសក្នុងនាងខ្ញុំធ្លាប់មានអតីតកាលម្ដងនាងខ្ញុំពិតជាមានអារម្មណ៍ឯកោបំផុតនិងមានសម្ពាធណាស់ក្នុងការសម្រេចចិត្តមួយនេះប្រសិនបើខ្ញុំទៅដើរបោកគេរៀបការដោយដែលសាធារណជនចោទប្រកាន់ឬថាជាមនុស្សស្រីលក់គេឈ្មោះបែបនេះខ្ញុំនឹងយល់ព្រមរៀបការដោយដែលបានគ្រងនៅខែមីនាខាងមុខនេះហើយប៉ុន្តែខ្ញុំមិនចង់ជួបបទពិសោធន៍លែងលះជាលើកទី2ទេយើងភ្ជាប់ពាក្យមើលនិងសិក្សាចិត្តគ្នាមួយរយៈក្រោយមកយើងពិតជាដឹងច្បាស់រៀងខ្លួនចង់គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះនាងខ្ញុំមិនអាក់អន់ចិត្តទេដែលបងប្អូនខ្លះមិនបានដឹងរឿងច្បាស់ហាជាស្ដីនាងខ្ញុំទទួលខុសត្រូវគ្រប់យ៉ាងបើសិនរឿងដែលនាងខ្ញុំនិយាយមិនមែនជាការពិតព្រោះមាសសុទ្ធមិនខ្លាចភ្លើងនាងខ្ញុំសូមស្នើបងប្អូនសារព័ត៌មានក្រុម MMO សូមរក្សាក្រមសីលធម៌វិជ្ជាជីវៈនិងឈប់ចែករំលែកព័ត៌មានដែលមិនពិតដែលប៉ះពាល់ដល់កិត្តិយសនិងឯកជនភាពរបស់បុគ្គលម្នាក់ដើម្បីផលប្រយោជន៍ឬអាជីវកម្មរបស់ខ្លួនផ្
ទៅមកវិញបើព័ត៌មានដែលបងប្អូនវិភាគហើយវិនិច្ឆ័យភ្លាមត្រឹមតែលើរូបភាពនិងសំណេរតាមបណ្ដាញសង្គមអយុត្តិធម៌ណាស់សម្រាប់នាងខ្ញុំសូមអរគុណបងប្អូនមិត្តភ័ក្តិទាំងអស់ដែលបានជួយលើកទឹកចិត្តដល់នាងខ្ញុំនេះជាការបញ្ចប់ការបកស្រាយរឿងឯកជនផ្ទាល់ខ្លួនរបស់នាងខ្ញុំសូមបញ្ជាក់ថាកាលពីថ្ងៃទី31ខែមករាលោកបូភត្រាបានបង្ហោះសារខ្លីមួយជូនមិត្តភ័ក្តិបងប្អូនក៏ដូចជាមហាជនទាំងអស់ថាសូមគោរពជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាការគោរពតាមការសម្រេចចិត្តទាំងសងខាងខ្ញុំនិងអូននោះសម្រាប់បញ្ចប់ចំណងជាគូដណ្ដឹងហើយមូលហេតុយើងអស់និស្ស័យទាំងសងខាងយើងទាំងពីរមិនមានវិវាទអ្វីជាមួយគ្នាទេសម្រាប់ដើរផ្លូវរៀងខ្លួនដោយស្នាមញញឹមដោយឡែកស្រីនោះក៏បានបង្ហោះសារដែរថានាងខ្ញុំសូមគោរពជម្រាបជូនឯកឧត្តមលោកជំទាវញាតិមិត្តបងប្អូនជាទីគោរពរាប់អានទាំងអស់មេត្តាជ្រាបថានាងខ្ញុំនិងបងបូភត្រាបានផ្ដាច់ចំណងជាគូដណ្ដឹងនឹងគ្នាចាប់ពីពេលនេះតទៅដោយសារយើងទាំងពីរមិនមាននិស្ស័យបន្តទៅទៀតសូមឯកឧត្តមលោកជំទាវញាតិមិត្តបងប្អូនទាំងអស់គ្នាមេត្តាទទួលជ្រាបជាដំណឹងដោយសេចក្តីគោរពមហាជនកាន់តែអាណិតអាសូរក្រោយឃើញសារច្បាស់របស់កញ្ញាស្រីនោះដើរដល់ផ្លូវបំបែកជាមួយលោកបូភត្រាកញ្ញាបានរៀបរាប់ដែរថាក្នុងនាមជាកូនកំព្រានាងមិនដែលហត់នឿយនឹងការតស៊ូក្នុងជីវិតឡើយប៉ុន្តែនាងបែរជាមកហត់ចិត្តនិងខូចចិត្តយ៉ាងខ្លាំងព្រោះតែភាពមិនច្បាស់លាស់នឹងការបំផ្លាញទំនុកចិត្តដែលនាងបានផ្ដល់ឲ្យដោយស្មោះត្រង់សារនេះបានសពបញ្ជាក់ពីការឈឺចាប់យ៉ាងជ្រៅមុនពេលអ្នកទាំងពីរសម្រេចចិត្តដើរផ្លូវរៀងខ្លួនមានជួបមានប្រត់វាជារឿងធម្មតានៃច្បាប់ធម្មជាតិតែក៏សូមចូលរួមសោកស្ដាយសម្រាប់គូស្នេហ៍ទាំងពីរផងដែរព្រោះឆាប់ពេក